ការធ្វើតេស្តរោគសារធាតុបារតអាចជួយវាយតម្លៃនៃការប៉ះពាល់សារធាតុបារតនៅក្នុងរាងកាយរបស់យើងច្រើនឬក៏អត់ហេតុអ្វីបានជាអ្នកប្រើប្រាស់លាបស្បែកឲ្យសគួរតែធ្វើតេស្តរោគសារធាតុបារតនៅក្នុងខ្លួនសូមអ្នកទាំងអស់គ្នាមកយល់ដឹងពីសារធាតុបារតឲ្យកាន់តែច្បាស់ជាមួយនឹងនាងខ្ញុំទាំងអស់គ្នាបារតគឺជាលោហៈធ្ងន់ដែលវាមានជាតិពុលខ្ពស់ជាមួយនឹងមានផលប៉ះពាល់ទៅដល់ប្រព័ន្ធសរសៃប្រសាទប្រព័ន្ធខួរក្បាលជាមួយនឹងតម្រងនោមផលិតផលលាបស្បែកឲ្យសមួយចំនួនបើសិនជាយើងគ្រប់គ្រងមិនបានត្រឹមត្រូវឬក៏នាំចូលដោយខុសច្បាប់វានឹងមានផ្ទុកសារធាតុបារតនឹងក្នុងបរិមាណខ្ពស់ការប្រើប្រាស់ផលិតផលទាំងនេះជាបន្តបន្ទាប់ក្នុងរយៈពេលយូរអាចបង្កឲ្យមានការខូចខាតតម្រងនោមនិងបញ្ហាប្រព័ន្ធសរសៃប្រសាទរោគសញ្ញានៃការពុលសារធាតុបារតអាស្រ័យទៅលើប្រភេទនិងបរិមាណនៃការប៉ះពាល់ប៉ុន្តែអាចមានរោគសញ្ញាដូចជាបញ្ហាការចងចាំបញ្ហាពិបាកខ្យល់អារម្មណ៍ការប្រែប្រួលអារម្មណ៍ថប់អារម្មណ៍ឬក៏ឆាប់ខឹងស្ពឹកឬក៏យើងមានអារម្មណ៍ថានៅពេលដែលយើងចាក់ម្ជុលនៅលើដៃឬក៏នៅលើជើងនិងការសម្របសម្រួលចលនាមិនបានល្អនិងការខូចតម្រងនោមការធ្វើតេស្តរោគសារធាតុបារតអាចជួយវាយតម្លៃនៃការប៉ះពាល់សារធាតុបារតនៅក្នុងរាងកាយរបស់យើងច្រើនឬក៏អត់បើសិនជាអ្នកទាំងអស់គ្នាចង់មកធ្វើតេស្តរោគសារធាតុបារតនៅក្នុងរាងកាយអ្នកទាំងអស់គ្នាអាចអញ្ជើញមកមន្ទីរពិសោធន៍ខាងយើងបាន